អ្នកគ្រូឈ្មោះប៉ាត់មេសាហើយថ្ងៃនេះដែរអ្នកគ្រូនឹងមកបង្រៀនកូនៗទាំងអស់គ្នាទាក់ទងទៅនឹងការគុណចំនួនទស្សភាគនិងចំនួនកូដក្នុងទម្រង់បញ្ឈរចាគណិតវិទ្យាថ្នាក់ទី4តោះតាមដានជាមួយអ្នកគ្រូទាំងអស់គ្នាចាសួស្តីកូនតើកូនអាចដោះស្រាយសម័យកាលខាងក្រោមបានដែរឬទេចាអញ្ចឹងអ្នកគ្រូមានប្រមាណវិធីគុណតោះ 5.28 គុណនឹង 6 ចា5.28 គឺជាចំនួនចាចំនួនទស្សភាគហើយ 6 គឺជាចំនួនកូដចាអញ្ចឹងតោះអ្នកគ្រូនឹងបង្ហាញជាគំរូជូនកូនៗទាំងអស់គ្នាតោះ6 8 ដង 48 សេលេខ 8 ត្រាទៅ 4 ចា6 2 ដងចា6 2 ដង 12 12 បូក 4 16 ចា6 5 ដង 30 30 បូកនឹង 1 ចាគឺ31ចាអញ្ចឹងដើម្បីយើងឃើញចម្លើយហើយមែនទេកូនចាអញ្ចឹងយើងត្រូវចាគឺយើងត្រូវកាត់ក្បៀសអញ្ចឹងដើម្បីកាត់ក្បៀសបានកូនមើលទៅលើចំនួនទស្សភាគរបស់យើងចាយើងមើលខាងក្រោយផ្នែកខាងក្រោយនៃក្បៀសមានចំនួនប៉ុន្មានកូនចា2មែនទេ1 2ចាអញ្ចឹងយើងរកមើលចម្លើយរបស់យើងតោះ1 2អញ្ចឹងយើងចុចចាចុចត្រង់នេះបាន31.68 ចាអញ្ចឹងគឺជាចម្លើយដែលត្រឹមត្រូវចាតោះយើងតមួយលំហាត់ទៀតតោះចូលដល់លំហាត់ទី2កូននឹងធ្វើនឹងអនុវត្តជាមួយអ្នកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើមកូន5 2 ដង 7 ដង 10 សេលេខ 0 ត្រាទុក 1 5 1 ដង 5 5 បូកនឹង 1 ចា6 5 4 ដង ចា5 4 ដង 20 ចាអញ្ចឹងចម្លើយរបស់យើងគឺឃើញដូចខាងក្រោមអញ្ចឹងដើម្បីយើងកាត់ក្បៀសដើម្បីបានជាចម្លើយទស្សភាគរបស់យើងចាអញ្ចឹងតោះយើងមើលផ្នែកខាងក្រោយនៃក្បៀសតោះ1 2ចាអញ្ចឹងយើងរកចម្លើយរបស់យើងមក1 2ចាតោះយើងកាត់ត្រង់នេះគឺចម្លើយឃើញ 20.60 ចាគឺជាចម្លើយដែលត្រឹមត្រូវចាពូកែកូនកូនចាអញ្ចឹងយើងតទៀតកូនតើអញ្ចឹងលំហាត់បន្ទាប់អ្នកគ្រូសូមឲ្យកូនទាំងអស់គ្នាដកក្តារឈ្នួនហើយអនុវត្តតោះអ្នកគ្រូទុកពេលឲ្យកូន30 វិនាទីតើកូនចាហើយនៅកូនចាបើហើយយើងទៀងទាត់ចម្លើយជាមួយអ្នកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើម4 3 ដងចា4 3 ដង 12 សេលេខ 2 ត្រាទុក 1 4 1 ដង 4 4 បូកនឹង 1 5 ចា4 3 ដង ចា12 គឺចម្លើយឃើញ 12.52 ចាយើងមើលទៅលើផ្នែកខាងក្រោយនៃទស្សភាគរបស់យើងចាមាន2ខ្ទង់អញ្ចឹងយើងកាត់2ខ្ទង់ដែរមកចាគឺ 12.52 ជាចម្លើយដែលត្រឹមត្រូវចាតោះយើងតលំហាត់ថ្មីមួយទៀតកូនតោះចាប់ផ្ដើមអ្នកគ្រូទុកពេលឲ្យកូន30 វិនាទីតោះចាហើយនៅកូនចាអញ្ចឹងបើហើយយើងទៀងទាត់ចម្លើយជាមួយអ្នកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើម3 9 ដង 27 សេលេខ 7 ត្រាទុក 2 ចា3 2 ដង 6 6 បូកនឹង 2 8 3 7 ដង ចា21ចម្លើយគឺ 21.87 ចាតោះយើងដឹងរបៀបកាត់ក្បៀសហើយមែនទេកូនចាយើងមើលខាងក្រោយក្បៀសខាងក្រោយចំនួនក្បៀសរបស់យើងចាគឺយើងមើលទៅផ្នែកខាងក្រោយនៃក្បៀសរបស់យើងមាន2ខ្ទង់អញ្ចឹងយើងកាត់2ខ្ទង់ដែរណាកូនចាតើនេះកូនតើហើយចានឹងគឺជាចម្លើយដែលត្រឹមត្រូវចាអញ្ចឹងតោះយើងតទៀតកូនតោះគ្រូមានលំហាត់បន្តទៀតតោះចាប់ផ្ដើមគណនាអ្នកគ្រូទុកពេលឲ្យ20 វិនាទីចាតោះចាប់ផ្ដើមចាហើយនៅកូនចាអញ្ចឹងហើយយើងទៀងទាត់ចម្លើយជាមួយគ្រូទាំងអស់គ្នាតោះចាប់ផ្ដើម9 2 ដង 18 9 1 ដង 9 9 បូកនឹង 1 ចា10
10សលេខ0ត្រូវទុក1 9 5 ដង 45 បូកនឹង1ចា46អញ្ចឹងចម្លើយរបស់យើង46.08ចាដោយសារផ្នែកខាងក្រោយក្បៀសរបស់យើងគឺមាន2ខ្ទង់មែនទេកូនចាអញ្ចឹងយើងកាត់2ខ្ទង់ដែរណាកូនចាអញ្ចឹងចម្លើយ46.08ចាតោះលំហាត់ចុងក្រោយកូនតោះអ្នកគ្រូទុកពេលឲ្យចា20វិនាទីដូចគ្នាតោះចាប់ផ្ដើមចាហើយនៅកូនចាអញ្ចឹងហើយយើងទៀងទាត់ចម្លើយជាមួយគ្នាតោះចាប់ផ្ដើម8 1 ដង 8 3 ដង 24សលេខ4ត្រូវទុក2 8 3 ដង 24បូកនឹង2 26ចាអញ្ចឹងចម្លើយ 26.48 ដោយសារផ្នែកខាងក្រោយនៃក្បៀសរបស់យើងគឺមាន2ខ្ទង់មែនទេកូនចាអញ្ចឹងយើងកាត់ក្បៀស2ខ្ទង់ដែរណាចាអញ្ចឹងចម្លើយ 26.48 ចាវ៉ាវអស្ចារ្យមែនតើកូនចាអញ្ចឹងថ្ងៃនេះដែរអ្នកគ្រូសូមអរគុណច្រើនកូនដែលបានចូលរួមរៀនជាមួយអ្នកគ្រូយ៉ាងយកចិត្តទុកដាក់ចាហើយកូនពិតជាមានសមត្ថភាពហើយគណនាលេខបានត្រឹមត្រូវមែនតើចាអរគុណច្រើនអញ្ចឹងអ្នកគ្រូសូមទះដៃ3ជូនកូនទាំងអស់គ្នាចាតា1 2 3អរគុណច្រើនអញ្ចឹងពេលកូននៅផ្ទះទំនេរកូនរៀនធ្វើលំហាត់អនុវត្តឲ្យបានស្ទាត់ហើយឲ្យបានត្រឹមត្រូវដោយអ្វីដែលអ្នកគ្រូបង្ហាញកូនណាចាអរគុណច្រើនអញ្ចឹងជួបគ្នានៅមេរៀនបន្តអរគុណច្រើនកូនជម្រាបលា